សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំក៏បានដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតហើយបងប្អូនដើម្បីជាការចែករំលែកបន្តទៀតទៅដល់បងប្អូនឲ្យបានដឹងតាក់ទងទៅនឹងផ្លែជម្ពូបាទគឺមានអត្ថប្រយោជន៍ដែលបងប្អូនយើងនឹកស្មានមិនដល់ណាបាទចំពោះផ្លែជម្ពូនេះគឺជាផ្លែឈើមួយប្រភេទដែលនិយមបរិភោគច្រើនហើយផ្លែជម្ពូនេះគឺនៅផ្ទះបងប្អូនខ្លះក៏មានដាំដែរបាទហើយអត្ថបទសុខភាពនេះដែរយើងខ្ញុំក៏បានដកស្រង់ចេញពីកាសែតកោះសន្តិភាពបាទដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងពីអត្ថប្រយោជន៍របស់ផ្លែជម្ពូបាទដូច្នេះសូមបងប្អូនទាំងអស់គ្នាមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំតែម្ដងផ្លែជម្ពូទំនងជាមិនសូវមានច្រើនទេនៅក្នុងប្រទេសយើងដោយសារតែវាមានតម្លៃថ្លៃបន្តិចដូច្នេះក៏មិនសូវមានមនុស្សញ៉ាំវាច្រើនដែរយ៉ាងណាមិញវាក៏ត្រូវបានប្រជាជនខ្មែរយើងដាំជាដំណាំហូបផ្លែនៅតាមផ្ទះច្រើនផងដែរក្រៅពីផ្ដល់ជារសឆ្ងាញ់ពិសេសផ្លែជម្ពូត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនហើយខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរតែចាប់ផ្ដើមទទួលទានវាចាប់ពីពេលនេះដែរចំណុចទី1ច្រោះជាតិពុលនៅក្នុងខ្លួនដោយសារតែផ្លែជម្ពូមានសមត្ថភាពបញ្ចុះទឹកនោមបានតិចតួចដូច្នេះវានឹងចូលរួមក្នុងការបញ្ចេញចោលនៅសារធាតុពុលនិងកាកសំណល់ចេញពីរាងកាយបានតាមរយៈការបង្កើនចំនួនទឹកនោមតម្រងនោមនឹងកាន់តែបញ្ចេញជាតិពុលពីក្នុងឈាមបានកាន់តែលឿនចំណុចទី2ជំរុញដល់ចលនាទៀងទាត់របស់ពោះវៀនការញ៉ាំផ្លែជម្ពូទៀងទាត់នឹងជួយបង្ការការទល់លាមកបានដោយសារតែសម្បូរជាតិសរសៃអ្នកជំនាញនិយាយថាការបញ្ចូលអាហារសម្បូរជាតិសរសៃនៅក្នុងរបបអាហារដូចជាផ្លែជម្ពូនេះក៏ប្រហែលជាជួយបង្ការជំងឺឬដូងបាតនិងមហារីកពោះវៀនធំដែរចំណុចទី3រក្សាសុខភាពបេះដូងប្រព័ន្ធរំលាយអាហារមិនត្រឹមតែជាសរីរាង្គតែមួយគត់ដែលអាចទទួលបានប្រយោជន៍ច្រើនពីជាតិសរសៃក្នុងផ្លែជម្ពូទេតែក៏ជំរុញដល់របត់ឈាមរត់ដែរជាតិសរសៃនៅក្នុងផ្លែជម្ពូនឹងជួយច្រោះកូលេស្តេរ៉ុលអាក្រក់មួយចំនួនចេញពីអាហារដែលអ្នកញ៉ាំដូច្នេះសរសៃឈាមនឹងស្អាតល្អសម្រាប់ថែរក្សាបេះដូងកុំឲ្យងាយកើតជំងឺចំណុចទី4ផ្ដល់ជាតិប៉ូតាស្យូមប៉ូតាស្យូមជាជាតិរ៉ែមួយប្រភេទដែលអាចបង្ការជំងឺលើសសម្ពាធឈាមបានតាមរយៈបន្ធូរដល់ជញ្ជាំងសរសៃឈាមនិងជំរុញដល់របត់ឈាមរត់កាន់តែល្អក្រៅពីនេះប៉ូតាស្យូមគឺជាសារធាតុដ៏សំខាន់មួយសម្រាប់មុខងារធម្មតារបស់សាច់ដុំយើងអាចទទួលទានជាតិប៉ូតាស្យូមយ៉ាងងាយស្រួលតាមរយៈការញ៉ាំផ្លែជម្ពូជាអាហារសម្រន់ចំណុចទី5ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមតាមការសិក្សាបានឲ្យដឹងថាសារធាតុជេមបូស៊ីនក្នុងផ្លែជម្ពូត្រូវបានគេស្គាល់ថាអាចសម្របសម្រួលដល់ការបំលែងជាតិអាមីដុងទៅជាស្ករបានដែលវាជាដំណើរការល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែមការញ៉ាំផ្លែជម្ពូជាពិសេសក្រោយពេលបាយរួចអាចការពារកុំឲ្យឡើងជាតិស្ករនៅក្នុងឈាមបានចំណុចទី6ទប់ស្កាត់ការបង្ករោគនិងជំងឺជីវជាតិមួយក្នុងចំណោមជីវជាតិជាច្រើននៅក្នុងផ្លែជម្ពូគឺវីតាមីន C ដែលមានលក្ខណៈសម្បត្តិល្អបំផុតក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើងចំណុចទី7ជួយឲ្យស្បែកមើលទៅនៅក្មេងសពថ្ងៃនេះមានផលិតផលថែរក្សាសម្រស់ឬទប់ស្កាត់ភាពចាស់ជាច្រើនដែលលក់នៅតាមទីផ្សារត្រូវបានគេរកឃើញថាមានសារធាតុវីតាមីន C នៅក្នុងកម្រិតខ្ពស់ព្រោះវាជាជីវជាតិដ៏សំខាន់មួយក្នុងការសំយោគកូឡាជែនសម្រាប់ថែរក្សាស្បែកកុំឲ្យជ្រីវជ្រួញមានន័យថាការញ៉ាំផ្លែជម្ពូដែលសម្បូរទៅដោយវីតាមីន C មានតម្លៃថោកហើយអាចធ្វើឲ្យសម្រស់កាន់តែនៅក្មេងថែមទៀតផងចំណុចទី8បញ្ឈប់ជំងឺមហារីកវីតាមីន C ពិតជាអង់ទីអុកស៊ីដង់ដែលខ្លាំងក្លាបំផុតព្រោះវាអាចបន្សាបឬកម្ចាត់រ៉ាឌីកាល់សេរីបានមុនពេលវាបង្កជាបញ្ហានៅក្នុងខ្លួនជាពិសេសមហារីកតែម្ដងនេះហើយគឺជាហេតុផលដែលវីតាមីន C នៅក្នុងផ្លែជម្ពូជួយអ្នកកាត់បន្ថយការប្រឈមជំងឺមហារីកបានកាលណាទទួលទានវាជាប្រចាំបាទអស់លោកស្រីបងប្អូនទាំងអស់គ្នាបាទនេះគឺជា8ចំណុចបាទគឺអត្ថប្រយោជន៍របស់ផ្លែជម្ពូបាទ
អញ្ចឹងបងប្អូនខ្លះក៏គាត់ដឹងដែរពីអត្ថប្រយោជន៍របស់ផ្លែជម្ពូនេះបាទហើយបងប្អូនខ្លះក៏ពុំទាន់បានដឹងបាទហើយយើងខ្ញុំដកស្រង់អត្ថបទនេះដើម្បីចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបន្ថែមបាទតាក់ទងទៅនឹងអត្ថប្រយោជន៍របស់ផ្លែជម្ពូបាទហើយអត្ថបទសុខភាពនេះយើងខ្ញុំក៏បានដកស្រង់ចេញពីកាសែតកោះសន្តិភាពបាទដើម្បីចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបាទអរគុណហើយអត្ថបទសុខភាពនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្នេះបាទហើយមុននឹងបញ្ចប់នេះក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលខំចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានស្ដាប់តាំងពីដើមរហូតមកដល់ទីបញ្ចប់ហើយក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា